ជំរាបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃនេះបានថៃជៀនសួយហើយនឹងបាយតំណាប់សង្ខ្យាទៀតណាបងប្អូនចាហើយនេះថៃជៀនសួយហ្នឹងបានជាមួយជក់មមាញហើយមមាញនេះដាំនៅមុខផ្ទះបងប្អូនចានឹងដីមុខផ្ទះហ្នឹងយើងចេះតែមានគ្រាប់អីយកពីស្រុកមកជាតព្រោះទៅវាដុះទៅបានធួយចេះផ្សំមួយថ្ងៃតិចបានជាមមាញ1គីឡូនេះបងប្អូនជក់វារៀងជូរហើយយើងមកថែមគ្រឿងក្រៅឲ្យវាកាន់តែមានជាតិឆ្ងាញ់ឲ្យទៀតចឹងណាខ្ញុំមានសតែកមានផ្កាស្នោហើយខ្ញុំថែមគ្រឿងស្ករបន្តិចជាមួយនឹងម្សៅស៊ុបហើយប៊ីចេងបន្តិចដែរហើយមានខ្ទឹមជ្រក់ជាមួយម្ទេសបន្តិចនោះហើយមានខ្ទឹមក្រហមក៏ចាក់ចូលគ្នាហើយជក់មមាញទាំងអស់ហ្នឹងចាក់ចូលទាំងអស់ហ្នឹងមកផ្សំគ្រឿងវាទុកទៅយើងថែមក្រូចឆ្មាមួយផ្លែមកដោយសារមមាញយើងវាជូរល្មមតែពេលយើងចង់ហូបភ្លាមអញ្ចឹងយើងមានថែមគ្រឿងសណ្តែកថែមអីចឹងទៀតតើយើងថែមមកជូរអីមកផ្លែទៀតមកដើម្បីវាកាន់តែឆ្ងាញ់មានជាតិអីចឹងណាបងប្អូនហើយនេះត្រីឆ្ពិននេះអ្នកលក់ឲ្យតលេដល់ពេលយកមកជៀនមកវាមិនតលេទេប៉ុន្តែត្រីថ្មីអញ្ចឹងផ្អែមដូចតែគ្នាឆ្ងាញ់ដូចគ្នាអញ្ចឹងណាចាហើយនេះប្រេងឆារបស់ខ្មែរយើងគាំទ្រផលិតផលខ្មែរទៅខ្ញុំមិនអ្នកប្រម៉ូទប្រេងឆាឲ្យក្រុមហ៊ុនគេទេប៉ុន្តែឃើញរបស់ខ្មែរអញ្ចឹងចេះតែគាំទ្រអញ្ចឹងណាហើយជៀនត្រីទៅគុណនឹកឃើញថាចង់ហូបសង្ខ្យាហើយវាចង្រៃអីអាពេលមានត្រេនមានអីនោះក៏មាននឹកឃើញចង់ហូបទេដល់ពេលអស់ត្រេនអាលីងទៅនឹកឃើញចង់ហូបអញ្ចឹងមានតែសង្ខ្យាពងមាន់ពងទានោះអញ្ចឹងទៅចានេះខ្ញុំដាក់ពងមាន់ចូល2គ្រាប់ពងទា1គ្រាប់ប៉ុន្តែពងទានេះខ្ញុំដួសយកអាក្រហមវាទុកដើម្បីខ្ញុំដាក់ពីលើពេលសង្ខ្យាហ្នឹងវាជិតឆ្អិនអញ្ចឹងណាបងប្អូនចាហើយយើងក្លុកចូលគ្នាទៅភ្លេចក៏ថែមអំបិលមកចាប់ហើយថែមទឹកដោះគោខាប់នោះ2ស្ព្រាបាយហើយមានតាំងពីអីខ្ទិះដូងបងប្អូនហើយខ្ទិះដូងទិញដាក់ក្នុងទូទឹកកកអត់ដែរអស់ទេចាព្រោះថ្ងៃខ្លះទៅនឹកឃើញចង់ធ្វើផ្អែមថ្ងៃខ្លះទៅក៏នឹកឃើញចង់ស្លកកូរខ្ទិះចង់ស្លខ្ទិះត្រីខ្ចាត្រីឆ្លាំងអីចឹងទៅអញ្ចឹងយើងចេះទិញកន្លះគីឡូគេកិនហើយចឹងទៅដើមនោះគេកិនឲ្យផ្សេងអាចុងនោះគេកិនឲ្យផ្សេងច្រកចូលក្នុងថងផ្សេងគ្នាហើយយើងយកមកយើងដាក់ក្នុងទូទឹកកកទៅពេលណាយើងចង់ហូបអីក៏យើងយកមកដាក់ស្លអីចឹងទៅចាហើយពេលណាអ្នកចិត្តខាងអីគាត់ដើរអីហៅចង់ស្លអីដាក់ខ្ទិះដូងគាត់ខៀលទៅផ្សារប្រែគាត់អូមានអញ្ចឹងលក់ឲ្យគាត់វិញទៅយកទៅតម្លៃដើមទេមិនដែលបានចំណេញទេហេតុនៅចិត្តគ្នាយើងចែកម្លែកគ្នាខ្លះទៅចាឥឡូវបកមកមើលសង្ខ្យារបស់យើងផ្សំគ្រឿងក្រៅគ្រប់គ្រាន់ហើយយើងវាយវាចូលគ្នាឲ្យវាចូលជាតិអីជាមួយនឹងខ្ទិះដូងជាមួយអីហ្នឹងទៅខ្ទិះនេះខ្ទិះដើមសុទ្ធបងប្អូនគេច្របាច់អត់ដាក់ទឹកអីអញ្ចឹងវាឈ្ងុយល្អឈ្ងុយជាងខ្ទិះកំប៉ុងឆ្ងាយខ្ទិះរបស់យើងណាឥឡូវច្របាច់ឲ្យខ្ញុំដាក់វាចំហុយយើងចំហុយនេះប្រហែលជា30នាទីទេវាឆ្អិនហើយព្រោះដោយសារយើងធ្វើតិចដែរហើយយើងមកមើលបាយតំណាប់យើងវិញដាក់ទឹកហឹមហិចពីលើបន្តិចតែប៉ុណ្្នឹងបានហើយបាយតំណាប់វាឆាប់ឆ្អិនហើយវាឆាប់ជ្រាយយើងហ៊ានតែដាក់ទឹកច្រើនងាប់ឲ្យជ្រាយហូបឡើងឆ្ងាញ់ណាចាហើយនេះពងទាដែលខ្ញុំទុកពងក្រហមវាមិញខ្ញុំយកមកចាក់ពីលើវាស្អាតអីចឹងណាចាហើយសង្ខ្យានេះមិនតន់ឆ្អិនទេតើយើងដាក់ចឹងហើយយើងគ្របទុកវាមកសទុះធំទៀតចានិយាយទៅយើងចំហុយកន្លះម៉ោងបានឆ្អិនបាយយើងហ្នឹងក៏ជិតឆ្អិនខ្ញុំទៅបេះស្លឹកតយហ្នឹងយកមកដាក់ស្លឹកតយដាំខ្លួនឯងគ្មានសូវធំបានទេព្រោះយើងដាក់ក្នុងផើងអញ្ចឹងវាបានស្លឹកទុយតែស្លឹកទុយក៏ឈ្ងុយដែរធម្មជាតិចាហើយមកមើលសង្ខ្យានេះហេកប៉ោងប៉ុណ្ណានេះដល់ទៅធូមទៅសក់កន្លះចានណាចាឆ្អិនណាស់រួចរាល់មួយមុខជាមួយនឹងសង្ខ្យាបាយតំណាប់ហ្នឹងយើងទុក
hộp về ngày ngư bị kê mà hòm lăng ấy chân tư mỏng pi mỏng bay ấy chân na hay ní chủ trai bao giờ ngà chủ nó bị ăn hơi bị bùng quỳ chăm trai bong bồn trai này không có tia nó vì mình toàn chỉ ăn á này trai tờ lệ phong chanh bọng này lụi ha thầy tờ lệ tạm bớt thầy chăm tay của việt nơi tập em chăng anh của thầy thay chẳng na thế này đây cu xả ca miền má miền mèoปูก็รงจำกันนะยังหบtới mình ó nơi xó cứ cọt thôi cha thì con phở nhóm cho cha đã lên cho mùi cho ma nó cái luộc đi cho mùi mà ha còn mở lên cho ma cái bông cá con chay vậy chẳng này cái khăn tự dùng bẹp dương tham má mà đòi lên cho ma thế miền chẳng nào con ơi còn mày bị ọt ai lên nhá nơi tem mấy năm nay ai nhá nơi chung bên nó có miền Khmer nào chân chạy ta lên cho môi cho môi cái nó tay bầm chân thế của tiên sập hơn mà các ba móc cu hút lan hút đi ở ba thưa ao chân tay ôi bông bồn trà nó rủi đó lại ở cốt bông bồn sầmรับcả tạmนั้นตุสนาbye bye